សៀវភៅតម្រង់ទៅព្រះដ៏ឧត្តមដែលនិពន្ធដោយលោកគ្រូ Oswald Chambers មានចំណងជើងថាការត្រហោររបស់ព្រះជាម្ចាស់ព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក1ខ17ត្បិតព្រះគ្រីស្ទមិនបានចាត់ខ្ញុំឲ្យមកធ្វើបុណ្យជាមួយទឹកទេគឺឲ្យមកផ្សាយដំណឹងល្អប៉ុណ្ណោះតែមិនមែនឲ្យពាក្យឧត្តមឡើយក្រែងឈើឆ្កាងនៃព្រះគ្រីស្ទទៅជាអាសាអេតកាវិញនៅកន្លែងនេះសាវកពោលបញ្ជាក់ថាព្រះជាម្ចាស់បានត្រហៅគិតក្នុងគោលបំណងឲ្យផ្សាយដំណឹងល្អហើយយើងគួរតែចាំទុកថាដំណឹងល្អនេះសំដៅទៅលើសេចក្តីពិតខាងឯកាប្រលោះដែលស្ថិតនៅក្នុងព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គម្ចាស់នៃយើងរាល់គ្នាខណៈដែលយើងកំពុងប្រាប់គេពីដំណឹងល្អយើងតែងតែចូលចិត្តដាក់ការញែកខ្លួនឲ្យបរិសុទ្ធជាទីដៅតែសម្រាប់សាវកពលវិញលោកមិនដែលលើកឡើងអំពីទីបន្ទាល់ខ្លួនទុកជាគោលបំណងទេគឺលោកនិយាយតែពីបទពិសោធន៍របស់លោកដើម្បីធ្វើជាការពន្យល់សេចក្តីពិតក្នុងព្រះគម្ពីរទាំងមូលពុំមានពាក្យបញ្ជាត្រង់ណាមួយដែលប្រាប់ឲ្យយើងផ្សាយអំពីការញែកខ្លួនជាបរិសុទ្ធទៅកាន់មនុស្សដែលមិនទាន់ស្គាល់ព្រះម្ចាស់ទេតែយើងត្រូវតែលើកតម្កើងព្រះយេស៊ូវគ្រីស្ទនៅចំពោះពួកគេវិញព្រះគម្ពីរយ៉ូហានចំពុក12ខ32បាននិយាយថាព្រះយេស៊ូវបានរងទុក្ខឈឺចាប់យ៉ាងខ្លាំងដើម្បីធ្វើឲ្យខ្ញុំតែម្នាក់ក្លាយទៅជាអ្នកបរិសុទ្ធនោះស្មើនឹងមើលងាយព្រះអង្គដែលពីព្រោះព្រះអង្គបានរងទុក្ខដើម្បីប្រលោះមនុស្សលោកទាំងអស់ក្នុងគោលបំណងយកមនុស្សឡើងទៅឯរាជ្យនៃព្រះជាម្ចាស់ជាមួយគ្នាវិញព្រះយេស៊ូវល្អឥតខ្ចោះជាការពិតយើងរាល់គ្នាអាចពិសោធន៍ការប្រលោះយ៉ាងជាក់ស្ដែងបានដែលបើកសម្ដែងឲ្យឃើញព្រះជាស្ដាស្ថិតនៅក្នុងការប្រលោះនោះតែមិនមែនជាគោលដៅនៃការប្រលោះទេបើព្រះជាម្ចាស់នៅគង់ក្នុងចំណោមពួកយើងជាសាច់ឈាមនៅឡើយទ្រង់នឹងធុញទ្រាន់ដោយសារការទូលអង្វរដ៏ញឹកញាប់របស់យើងដែលតែងតែសុំនេះសុំនោះដូចជាការសុំសេចក្តីសង្គ្រោះឬការទទួលជំរិះឲ្យបរិសុទ្ធក្តីការនេះធ្វើឲ្យព្រះអង្គនឿយហត់ចាប់តាំងពីព្រឹកដល់ល្ងាចដោយសារការទូលសុំរបស់យើងសម្រាប់តែខ្លួនឯងផ្ទាល់នៅពេលសេចក្តីពិតដ៏រឹងមាំនៃដំណឹងល្អរបស់ព្រះជាម្ចាស់ប៉ះពាល់ជីវិតយើងនោះយើងក៏លែងមានការទូលសុំអំពីរឿងកំពេចកំពក់ផ្សេងទៀតចំណូលចិត្តតែមួយគត់របស់សាវកពលគឺការផ្សព្វផ្សាយដំណឹងល្អពីព្រះជាម្ចាស់ដូច្នេះលោកបានទទួលស្វាគមន៍ទាំងការឈឺចាប់នានាទាំងការមិនសមបំណងថែមទាំងទុក្ខលំបាកផងដោយព្រោះហេតុផលតែមួយទេគឺដោយសារការទាំងប៉ុន្មានបានបណ្ដាលឲ្យលោកមានចិត្តស្មោះស្ម័គ្រខ្ជាប់ខ្ជួនចំពោះដំណឹងល្អរបស់ព្រះជាម្ចាស់យ៉ាងស្ថិតស្ថេរជាដរាប